ដែលយើងត្រូវតតាំងជាមួយនឹងអំពើបាបបាទតើយើងត្រូវតតាំងជាមួយអំពើបាបយ៉ាងដូចម្តេចលក្ខណៈពិសេសរបស់ផងព្រះយេស៊ូវហើយអ្វីដែលព្រះអង្គធ្វើដើម្បីបង្ហាញថាព្រះអង្គនឹងកំពុងតែតតាំងជាមួយនឹងអំពើបាបហើយព្រះអង្គនឹងយកឈ្នះអំពើបាបបានមុននឹងយើងចូលរកការស្ដាប់ព្រះបន្ទូលសូមឲ្យបងប្អូនបានសម្រុំចិត្តអធិដ្ឋានជាមួយនឹងខ្ញុំអរគុណដល់ព្រះយេស៊ូវដែលទ្រង់ជាព្រះនៃទូបង្គំបាទទ្រង់ដែលជាព្រះដ៏មានអំណាចព្រះជាស្ដាព្រះអង្គជាព្រះដ៏មានប្រតិបត្តិមេត្តាករុណាចំពោះជីវិតរបស់យើងខ្ញុំព្រះអង្គអើយក្បិតអ្វីទាំងអស់ដែលទ្រង់ជាព្រះព្រះអង្គបានរៀបចំសម្រាប់យើងខ្ញុំព្រះអង្គបានដឹកនាំយើងខ្ញុំឲ្យមានអំណាចមានប្រតិស្ដាដើម្បីនឹងឈរជើងនៅទីនេះដើម្បីបង្ហាញអំពីព្រះបន្ទូលរបស់ព្រះអង្គព្រះអង្គចាស់អើយបាត់អ្វីពីមុនដែលយើងខ្ញុំទាំងអស់គ្នាបានធ្វើនោះសូមទ្រង់ជាព្រះប្រមាណដោះយើងខ្ញុំចេះសូមទ្រង់បានដឹកនាំឲ្យយើងខ្ញុំបានកែប្រែជាថ្មីឲ្យដើរតាមព្រះអង្គជាមួយនឹងទ្រង់ទាំងអស់គ្នាផងដែរសូមទ្រង់បានដឹកនាំយើងខ្ញុំទៅតាមព្រះបន្ទូលរបស់ព្រះអង្គហើយព្រះអង្គនឹងបញ្ឆេះអស់ទាំងកិច្ចការដែលអាក្រក់របស់សាតានកុំឲ្យវានឹងអុកឡុកមករំខានមកប៉ុនប៉ងលើជីវិតរបស់យើងខ្ញុំដែលជាកូនរបស់ទ្រង់នោះឡើយព្រះអង្គសូមឲ្យព្រះបន្ទូលនៅថ្ងៃនេះបានលាងសម្អាតយើងខ្ញុំហើយសូមឲ្យព្រះបន្ទូលថ្ងៃនេះបានបង្រៀនយើងខ្ញុំហើយយើងខ្ញុំយល់អំពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះអង្គដើម្បីយើងខ្ញុំបានតតាំងជាមួយនឹងអំពើបាបដោយនៅក្នុងព្រះនាមរបស់ព្រះអង្គចាស់ដោយព្រះលោហិតរបស់ទ្រង់ដែលទ្រង់បានលួសបាបយើងខ្ញុំឲ្យរួចផុតពីអំពើបាបផងដែរគឺមកគុំអរព្រះគុណដល់ព្រះអង្គគុណអធិដ្ឋាននិងសូមអំណាចជាស្ដារមកអំពីព្រះអង្គក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនជាយមើលទាំងអស់គ្នានៅក្នុងព្រះបន្ទូលនៅថ្ងៃនេះហេតុអ្វីបានជាយើងត្រូវតែតតាំងជាមួយនឹងអំពើបាបបាទបងប្អូនត្រូវដឹងថាសេចក្តីជំនឿគឺអរិយមិនចង់ឲ្យយើងទាំងអស់គ្នានឹងធ្វើតាមព្រះនោះឡើយអរិយវាតែចង់ឲ្យយើងដាច់ចេញពីព្រះអង្គហើយដើរតាមផ្លូវរបស់វាផ្លូវរបស់អរិយវាកំពុងតែបង្ហាញឲ្យយើងទាំងអស់គ្នាឃើញអំពីអ្វីដែលនៅចំពោះមុខរបស់ផងយើងបាទបងប្អូនស្គាល់អំពីផ្លូវរបស់អរិយដែរឬអត់បាទបងប្អូនតែងតែគិតថាបងប្អូនស្គាល់បាទហើយយើងកំពុងតែដើរនៅក្នុងផ្លូវនោះទៀតតើផ្លូវរបស់អរិយជាអ្វីតើអ្វីទៅដែលបង្ហាញថាផ្លូវរបស់អរិយដែលយើងកំពុងតែធ្វើឲ្យរស់នៅចឹងអរិយសតាំងពេលដែលវានាំជីវិតរបស់យើងវាឲ្យយើងដឹងខ្លួនថាយើងកំពុងតែធ្វើអ្វីនោះឡើយបាទពេលដែលវានឹងគ្រប់គ្រងជីវិតរបស់យើងវាអត់ដឹងថាយើងអត់ដឹងថាវានឹងឲ្យយើងធ្វើអ្វីនោះឡើយវាបាត់បង់គ្រប់ទាំងហេតុការណ៍គ្រប់ទាំងសន្តានការទាំងអស់